bộ sai bẹ pon sọc chma đây phần tay quạt ọt bộ sai ở sọc chma sờ bol bay phần tay ở khai dương quạt tràn tay ở đi bị chỉ cu kia hai ta coi bốc sọc chma bẹ ponនឹងcoi ở miហ្នឹងខ្ញុំធ្លាប់ធ្វើការប្រហោះបាទម្ដងហើយការដែលខ្ញុំនៅភ្នំពេញអញ្ចឹងរឿងកុយហ្នឹងខុសច្បាប់អីខ្ញុំអត់ដឹងទេគ្រាន់ខ្ញុំបកស្រាយពាក់ព័ន្ធនឹងជំនឿដូនតាខ្មែរយើងគឺច្រើនប្រើពាក្យថាកុយពុកសុកឆ្មាប៉ុន្តែយើងក្នុងពេលនេះមិនបាច់និយាយរឿងកុយពុកអីទេយើងនិយាយរឿងសុកឆ្មាគ្រប់ឆ្មាទាំងអស់ឲ្យតែវាឲ្យសុកយើងយកមកប្រើបានណាអត់ចាំបាច់រើសឆ្មានេះឆ្មានោះទេប៉ុន្តែបើបានឆ្មាសបល់3គឺជារឿងល្អកន្លែងនេះស្ដាប់តន់អត់បើតន់ចូលរួមខមមិនយល់ណាបើតន់ចូលរួមខមមិនយល់ណាច្បាស់អត់បងប្អូនទទួលបានអត់បើទទួលបានច្បាស់តន់ចូលរួមខមមិនយល់សុកឆ្មាឲ្យតែសុកឆ្មាគឺប្រើបានទាំងអស់អត់ចាំបាច់ឆ្មានេះឆ្មានោះប៉ុន្តែបើបានឆ្មាសបល់3ឲ្យសុកយើងគឺជារឿងល្អបាទអធិស្ឋានប្រហែលជាមានបងប្អូនលួចនិយាយដើមខ្ញុំឃើញខ្ញុំឡាយណានិយាយដើមឧស្សផលផ្លែតណាដល់ពេលនិយាយដើមភ្លាមណាឧស្សផលឆ្លុកផ្លែតណាពងអង្គុយឡាយធម្មតាបងប្អូននិយាយដើមខ្ញុំនេះឆ្លុកអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតបាទអរគុណបងតុលាខ្ញុំបញ្ជាក់ម្ដងទៀតឲ្យតែសុកឆ្មាឲ្យយើងគឺប្រើបានទាំងអស់ប៉ុន្តែបើបានសុកឆ្មាសម្បុរ3គឺជារឿងល្អណាគឺជារឿងល្អហីមិនបានឆ្មាសម្បុរ3ល្អលោកគ្រូឆ្មាសម្បុរ3វាមានលក្ខណៈពិសេសរបស់វាណាបាទវាមានលក្ខណៈពិសេសរបស់វាសូម្បីតែពេលវាមានកូនណាបងប្អូនដូចថាលើឆ្មាសម្បុរ3ណាពេលដែលវាចាប់ដើមមានកូនគឺអាឈ្មោះវាតាមរហូតរឿងកូនហ្នឹងហ្មងណាប៉ុន្តែបងប្អូនហើយលោកគ្រូចេះតែនិយាយទេអីយើងរួមឆ្មាសម្បុរ3ដូចថាឥឡូវឆ្មាញីសម្បុរ3ណាឆ្មាញីសម្បុរ3ហ្នឹងពេលដែលមានកូនដូចថាពេលដែលមានកូនឆ្មាដែលជាយើងថាឆ្មាជាឪចុះឬក៏ជាបាវាចុះបាទអរគុណលោកគ្រូច័ន្ទថាណាដែលជាបាហ្នឹងគឺមករោរឿងកូនហ្នឹងតែម្ដងណាតែប្រហែលកូនហ្នឹងអាចនឹងបើយើងនិយាយទៅងាប់ណានឹងងាប់ចឹងបានខ្ញុំបាទចង់បញ្ជាក់ថាឆ្មាសម្បុរ3វាមានលក្ខណៈពិសេសរបស់វាចឹងពាក់ព័ន្ធនឹងរឿងសុកឆ្មាធម្មតាខ្ញុំមិនបកស្រាយក្នុងការប្រើប្រាស់មិនទេខ្ញុំនិយាយតែពាក់ព័ន្ធនឹងរឿងសុកឆ្មាសម្បុរ3ទេប៉ុន្តែសូមបញ្ជាក់វែកឲ្យដាច់ពីគ្នាសុកឆ្មាធម្មតាអត់អាចធ្វើកិច្ចវិធីតាមអ្វីដែលខ្ញុំបាទប្រាប់ទេណាកន្លែងនេះបងប្អូនយើងទាំងអស់គ្នាស្ដាប់ខ្ញុំបាទយល់អត់បើយល់ចូលរួមខមមិនតន់សុកឆ្មាធម្មតាអត់អាចធ្វើកិច្ចវិធីតាមលក្ខណៈសុកឆ្មាសម្បុរ3នោះទេណាការឆ្មាខ្ញុំកើតបានកើតការខែ10ចាំយកសុកឆ្មាចាំដល់កើតកូនអស់តែខ្ញុំមិនស្គាល់សុកឆ្មាអត់បានទេវាស៊ីអស់ក៏មិនដឹងអានឹងធម្មជាតិវាទេបងណាបងកុំជាធម្មជាតិវាឆ្មាតរឿងសុកវាហ្នឹងគឺបាទអរគុណនេះក្តីគ្រប់បងទទួលធ្វើតែទូចធំរឿងសុកវាកម្រទុកណាដល់នេះវាស៊ីអស់ហើយណាវាកម្រទុកណាលើកលែងតែវាស្រឡាញ់ម្ចាស់ណាលើកលែងតែវាស្រឡាញ់ម្ចាស់ហើយបើសិនជាពាក់ព័ន្ធនឹងរឿងវាទុកឲ្យនឹងគឺជារឿងល្អប៉ុន្តែខ្ញុំចង់បញ្យល់ចេះកុំឲ្យបងប្អូនមានការយល់ច្រឡំទេខ្ញុំប្រាប់ពីរបៀបរឿងសុកឆ្មាសម្បុរ3បងប្អូនយករបៀបធ្វើសុកឆ្មាសម្បុរ3យកទៅធ្វើសុកឆ្មាធម្មតាអត់ប្រសិទ្ធភាពទេណាសូមបញ្ជាក់បើធ្វើតែហើយអត់មានប្រសិទ្ធភាពលោកគ្រូខ្ញុំធ្វើតាមលោកគ្រូហើយអត់មានប្រសិទ្ធភាពចេះមួយចោពីអាហ្នឹងអត់ដឹងទេអាហ្នឹងបងប្អូនណាមកពីស្ដាប់ខ្ញុំមិនតន់ណាបាទអរគុណសិក្សាចន្ទធីនេះក្តីគោរពអញ្ចឹងពាក់ព័ន្ធសុកឆ្មាធម្មតាខ្ញុំសូមមិនធ្វើការបកស្រាយឥឡូវអានខមមិនមួយសិនបាទសុំសួរមួយលោកគ្រូចុះបើគេឲ្យយកទៅផ្ទះគេល្អទេគេឲ្យមិនចុះបើគេឲ្យទៅយកនៅផ្ទះគេល្អទេបាទឲ្យអីបងបើសេឲ្យច្បាស់ខ្ញុំអត់ទាន់យល់ឥឡូវខ្ញុំសូមធ្វើការប្រាប់ពីរបៀបសុកឆ្មាសម្បុរ3សិនណាសុកឆ្មាសម្បុរ3សិនឥឡូវសុកឆ្មាសម្បុរ3បាទនេះអាឆ្មាញីសម្បុរ3ហ្នឹងវាកើតកូនហើយវាឲ្យសុកយើងបាទអរគុណបងសាមសុលណាវាឲ្យសុកយើងអញ្ចឹងវាអាចធ្វើមេវអីជាដើមអញ្ចឹងទៅចិត្តយើងអញ្ចឹងទៅនាំយើងទៅកន្លែងដែលវាកើត
ដែលវាទុកសុកហ្នឹងអញ្ចឹងដល់ពេលយើងឃើញសុកវាហ្នឹងវាអត់ស៊ីទេបើវាអត់ស៊ីបានវាទុកឲ្យយើងហើយអញ្ចឹងយើងយកសុកហ្នឹងមកដំបូងណាមិនបាច់អុជធូបអីភ្លាមទេបើវាឲ្យយើងខ្ញុំប្រាប់វិធីមួយពេលដែលចាប់ដើមវាមេវនាំយើងទៅដល់កន្លែងសុកហ្នឹងអានេះថាវាឲ្យយើងហើយអញ្ចឹងយើងអែលក្បាលវា3ដងទៅណាអែលក្បាលឆ្មាហ្នឹងណាអែលឆ្មាង3ដងទៅថាណាសុំឲ្យបានសុកណាបាទបងភក្តីសុភាយើងអែលក្បាលឆ្មានឹង3ដងទៅថាសុំឲ្យបានសុកជារៀងរហូតឲ្យចម្រើនឲ្យគង់ណាស្ដាប់ឲ្យច្បាស់ហើយបើសិនជាស្ដាប់អត់ទាន់ទេអាចធ្វើការចុចមើលឡើងវិញណាពេលដែលវានាំយើងទៅដល់កន្លែងសុកហ្នឹងយើងអែលក្បាលឆ្មាហ្នឹងធម្មតាវាឲ្យយើងហើយវាអត់ស៊ីទេអញ្ចឹងយើងអែលក្បាលវាសុំឲ្យបានសុកណាសុំឲ្យបានសុកជារៀងរហូតសុំឲ្យចម្រើនឲ្យគង់ណាខ្ញុំសុំនិយាយតែ2ដងហ្នឹងបានហើយខ្ញុំរៀបរាប់បន្តទៀតដើម្បីកុំឲ្យខាតពេលវេលាអញ្ចឹងបន្ទាប់មកយកសុកហ្នឹងមកបងប្អូនអាចប្រើវិធី2យ៉ាងមួយយើងអាចរកជាថាសបាទបងហ៊ូពុនរាជដីគរុកសុកឆ្មាកើតនៅផ្ទះគេបាទចាំទៀតឥឡូវខ្ញុំបកស្រាយនេះសិនអញ្ចឹងយើងមានជំរើស2យើងអាចរកជាប្រទេសដែកឬក៏ជាចានក៏បានដែរចានអេណុកឥឡូវសបោណាបាទអត់មានប្របាក់រហូតទេណាឬក៏ប្រទេសដែកក៏បានដែរអញ្ចឹងយើងដាក់សុកឆ្មាសបល់3ហ្នឹងនៅលើចានហ្នឹងឬក៏ប្រទេសដែកដាក់ហាលណាដាក់ហាលប៉ុន្តែប្រយ័ត្នស្មោចស៊ីណាហាលចឹងទៅយើងមើលតិចយើងត្រឡប់តិចយើងត្រឡប់លោកគ្រូរឿងម្សិលមិញជក់ចិត្តណាស់មើលហើយចង់មើលបន្តទៀតចាំតិចបកស្រាយនេះឲ្យចប់សិនចាំបើមានពេលវេលាខ្ញុំនឹងបកស្រាយបន្តរឿងសមមិញអញ្ចឹងមានជំរើស2មួយបងប្អូនអាចដាក់លើប្រទេសដែកហាលមួយទៀតអាចដាក់លើចានអេណុកយើងណាដើម្បីឲ្យវាស្រូបកម្ដៅផងអញ្ចឹងពេលហាលហ្នឹងបងប្អូនអាសាមើលប្រយ័ត្នស្មោចស៊ីអញ្ចឹងពេលដែលយើងមើលយើងត្រឡប់ចុះត្រឡប់ឡើងបើសិនជាវាអត់ទាន់ក្រៀមល្អយើងយកចូលទុកនៅក្នុងប្រអប់អីស្រួលបួលណាដើម្បីកុំឲ្យស្មោចស៊ីសំខាន់កុំឲ្យស្មោចស៊ីស្អែកឡើងយើងហាលទៀតតែមិនបាច់ដុតធូបដុតអីទេណាហាលវាឲ្យក្រៀមមើលទៅថាក្រៀមហើយវាលែងស្អុយបានន័យថាតទៅវាក្រៀមខ្លាំងមែនទែនវាលែងស្អុយហីតែអាធំក្លិនតិចតួចវាធម្មតាឯងអញ្ចឹងពេលដែលហាក្រៀមអាហ្នឹងបងប្អូនអាចយកមកទុកប៉ុន្តែទុករបៀបមិនចាំតិចខ្ញុំនិយាយអាហ្នឹងជំរើសទី1ជំរើសទី2បងប្អូនអាចយកមកឆ្អើរហ្មងក៏បានដែរប៉ុន្តែប្រយ័ត្នធ្លាក់ចូលភ្លើងឆេះអស់ណាយើងរកអាប្រទេសអាំងត្រីអាញឹកអាកាឡាញឹកណាហើយយើងដាក់ខ្ជូងតិចបានហើយដាក់ឲ្យក្តៅមកហើយយើងបាទហ្នឹងយើងចង់និយាយឆ្អើរវាណាធ្វើដូចរបៀបកូនក្រក់អញ្ចឹងណាប៉ុន្តែក៏មិនមែនជាកូនក្រក់ទេយើងឆ្អើរវាអញ្ចឹងទៅឆ្អើរធ្វើម៉េចឲ្យក្រៀមអញ្ចឹងបន្ទាប់ពីក្រៀមហើយបងប្អូនអាចរកជាប្រអប់ដែលបិទចិត្តបានន័យថាសัตว์ចូលអត់បានណាប្រអប់អីក៏ដោយដែលបិទចិត្តដែលសัตว์ចូលអត់បានឬក៏បងប្អូនអាចរកជាថង់ចេះក្បាលប៉ុន្តែថង់អញ្ចឹងខ្ញុំខ្លាចតែសម្ោចវាកាត់ចូលដែរខ្ញុំខ្លាចសម្ោចវាកាត់ចូលប៉ុន្តែថង់ហ្នឹងយល់ល្អពេលដែលយើងចេញទៅណាចាំយើងដាក់អង្គថង់ទៅណាយើងអាចរកជាប្រអប់មួយណាប្រអប់មួយអញ្ចឹងទៅដែលបិទចិត្តសម្ោចចូលអត់បានបងប្អូនរកកណាត់ក្រហមណាបាទកណាត់ក្រហមនេះដូចជាប្រឡាក់ឯងបាទទុកចោលយូរបាទអូប្រឡាក់បាត់ឯងបាទតោះមើលនោះមានកណាត់ក្រហមដែររៀងល្អនៅលើនោះប្រឡាក់ទាំងអស់ហ្មងអញ្ចឹងមិនបាច់ទេឥឡូវខ្ញុំសុំឧទាហរណ៍ណាឥឡូវបងប្អូនឲ្យខ្ញុំឧទាហរណ៍អត់ណាឥឡូវកណាត់ក្រហមថារបស់នេះជាកណាត់ក្រហមនៅបានអត់បងប្អូនបាទកណាត់ក្រហមខ្ញុំនេះដាក់នៅវាប្រឡាក់ដីវាក្រក់មើលលើកឡើងឥឡូវបងប្អូនអនុញ្ញាតអត់បើអនុញ្ញាតសុំចូលរួមវាថាព្រមណាបាទទៅហូបអប់ឲ្យធ្វើមកទៀតកណាត់ក្រហមមួយណាបងប្អូនឥឡូវបើខ្ញុំលើកថាកណាត់ក្រហមគេថាអាងថងហ្នឹងគ្រូឧទាហរណ៍អីអាងតែគេជឿអំពុលគេអត់ទេអត់មានអីត្រូវកុហកបងប្អូនពុលបងប្អូននេះបងប្អូនណាជឿធ្វើតាមទៅមិនជឿអត់ទៅខ្ញុំអត់ទៅបខំទេណាព្រោះជំនឿអត់អាចទៅអូសដៃគេទេជឿខ្ញុំទៅអត់ទេណាឥឡូវបងប្អូនអនុញ្ញាតអត់ឲ្យខ្ញុំនិយាយថានេះជាកណាត់ក្រហមបាទអនុញ្ញាតសូមចូលរួមខមមិនព្រមមួយម៉ាត់មកហើយស្នាមបេះដូងទាំងអស់គ្នាបងប្អូនស្នាមដៃទាំងអស់គ្នាស្ទះហើយចូលរួមលើកទឹកចិត្តដល់បងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលគាត់ឈរជើងតាមបន្ទាត់ព្រំដែនក្នុងកិច្ចការពីបូរណភាពទឹកដីសូមចូលរួមបងប្អូនជាការតបស្នងសងគុណណាជាការតបស្នងសងគុណបាទ
មិនត្រូវសងគុណបាទបងប្អូនទៅរកអ្នកណាដែលហ៊ានលះបង់សាច់ស្រស់ឈាមស្រស់សូម្បីតែអាយុជីវិតណាសេចក្តីសុខរបស់ខ្លួនឯងណាក៏ទុកម្ដុំបាទទុកម្ដុំបាទដាក់ក្នុងកំប៉ុងគ្រឿងទេសឲ្យតែយើងសម្អាតវាស្អាតហើយសំខាន់កុំឲ្យមានសត្វចូលណាសំខាន់កុំឲ្យមានសត្វស្មៅចូលតែស្មៅចូលវាស៊ីហ៎ចឹងបងប្អូនចូលរួមទាំងអស់គ្នាណាលើកទឹកចិត្តដល់បងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលគាត់ឈរជើងតាមតបព្រំដែនក្នុងកិច្ចការពីបូរណភាពទឹកដីហើយបើខ្ញុំនិយាយថាជាការតបស្នងសងគុណបងប្អូនខ្លះណាគាត់មិនពេញចិត្តគាត់ថាចាំបាច់តបស្នងសងគុណអីណាបងប្អូនទៅរកអ្នកណាដែលហ៊ានលះបង់សាច់ស្រស់ឈាមស្រស់សូម្បីតែអាយុជីវិតណាសូម្បីតែក្តីសុខខ្លួនឯងណាទុកប្រពន្ធទុកកូនណាទុកឪពុកម្ដាយបងប្អូនណានៅផ្ទះទៅណាគាត់ឈរជើងតាមតបព្រំដែនណាហ៊ានយកទ្រូងពាំងគ្រាប់ណាមិនមែនជារឿងធម្មតាទេអញ្ចឹងចូលរួមតបស្នងសងគុណដោយការលើកទឹកចិត្តបាទអរគុណហេតុថននៃក្តីគ្រប់ព្រោះជាអំពើបន់ជាអំពើល្អយើងលើកទឹកចិត្តនេះមិនមែនជារឿងអាក្រក់ទេហើយចូលរួមប្រើផលិតផលខ្មែរកសិផលខ្មែរយើងណាជាចម្បងហើយបងប្អូនដែលបាទដែលគាត់ថាអត់មានលទ្ធភាពនៅក្នុងការលើកទឹកចិត្តណាជាលុយកាក់អីដល់បងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ឋានដែលចូលជើងតាមតបព្រំដែនណាបងប្អូនអាចធ្វើការshareណាshareទៅបានតំណែងនឹងដល់បងប្អូនយើងដែលគាត់មានលទ្ធភាពស្មើបងប្អូនចូលរួមជួយដូចគ្នាទេណាតអ្នកដែលបានដឹងហើយគេនាំគ្នាទៅបើស្មើបងប្អូនចូលរួមដូចគ្នាណាតោះឥឡូវបកស្រាយបន្តបងប្អូនយើងយល់ព្រមច្រើនណាចឹងបងប្អូនស្នាមបេះដូងទាំងអស់គ្នាស្នាមដៃទាំងអស់គ្នាបន្តshareបាទអរគុណបងបរិទ្ធជាអូខេបងប្អូនពាក់ព័ន្ធនឹងកណាត់ក្រហមហ្នឹងយកមកមិនបាច់សូត្រមុនអាគុំគៀថាឯណាទេយកមកបងប្អូនបត់ឲ្យបានជា3ផ្នត់ចេះបាទដូចក្តីគ្រប់លោកគ្រូច័ន្ទថាណាស្មារតីជាតិនិយមទាំងអស់គ្នាយើងទាំងអស់គ្នាស្រឡាញ់ជាតិខ្មែរប្រើផលិតផលខ្មែរអ្វីដែលយើងជួយបានចូលរួមជួយណាតាមលទ្ធភាពតាមសមត្ថភាពយើងនេះបត់ជា3ផ្នត់ចេះបងប្អូនបត់អានេះដោយសារវាទូចចឹងបត់3ផ្នត់ចឹងបងប្អូននេះបត់ទី1បត់ចេះបត់កាច់មិនចេះមកណានេះបងប្អូនឃើញទេកាច់ចេះនេះឃើញទេណាកាច់ចេះបន្ទាប់មកយើងកាច់អាខាងនេះយើងកាច់មកនេះវិញមកបាទចេញជា3ផ្នត់ហើយណាមើលទៅចេញជារាងអក្សរសិទ្ធណាអក្សរសិទ្ធបើយើងដាក់ចេះជាអក្សរ N ណាបាទអញ្ចឹងមិញមានបងម្នាក់គាត់ថាចុះដាក់ក្នុងកំប៉ុងគ្រឿងទេសបានអត់សម្អាតឲ្យតែស្អាតទៅណាដូចថាឥឡូវយើងលាងសាប៊ូលាងអីសម្អាតហើយអត់មានធុំក្លិនអីសំខាន់កុំឲ្យមានក្លិនអញ្ចឹងពេលដែលយើងសម្អាតហើយណាសម្អាតហើយយើងប្រើទឹកអប់ប្អូនបាញ់នៅក្នុងប្រអប់ហ្នឹងទៅណាបាញ់ហើយបងប្អូនដាក់កណាត់ពីលើធម្មតាយើងបាញ់ទឹកអប់វារៀងមានសើមជាតិអាល់កុលអីខ្លះហើយមកស្ទូវាស្ងួតវិញហើយប៉ុន្តែយើងកុំឲ្យស្ងួតតន់ពេលដែលយើងបាញ់សើមហ្នឹងយើងដាក់កណាត់ហ្នឹងពីលើអាសើមហ្នឹងវាអត់សើមដល់លើទេតែក្លិនក្អូបវាជាប់នៅកណាត់ណាក្លិនក្អូបជាប់នៅកណាត់អញ្ចឹងយើងយកសុកឆ្មាសបល់3មកដាក់នៅនឹងមកណាយកសុកឆ្មាសបល់3ដាក់នឹងប៉ុន្តែពេលដែលដាក់បងប្អូនត្រូវនិយាយពាក្យមួយណាសូមគង់សូមចម្រើនណាសូមគង់សូមចម្រើនសូមឲ្យខ្ញុំសុខណាសូមគង់ហ្នឹងបានន័យថាយើងឲ្យណាអ្វីដែលជាជំនឿរបស់យើងដូចថាឥឡូវធម្មតាសុខហ្នឹងវាមានពពួកអមនុស្សខ្លះដែលមានពាក់ព័ន្ធជាមួយនឹងសុខហ្នឹងគេនៅហ្នឹងហើយគេស្វែងរកម្ចាស់ហើយអញ្ចឹងយើងនិយាយថាសូមគង់ណាយើងនិយាយថាសូមគង់សូមចម្រើនឲ្យខ្ញុំសុខជារៀងរហូតសុខជារៀងរហូតណាសុខជារៀងរហូតសូមគង់ហ្នឹងគឺឲ្យគេគង់ហើយសូមចម្រើនហ្នឹងគឺឲ្យយើងនឹងចម្រើនឲ្យសុខចម្រើនហ្នឹងหมายថាការប្រកបរបររកទទួលទានអរគុណបងសុខសម្បត្តិនៃក្តីគោរពណាការប្រកបរបររកទទួលទានឬក៏ធ្វើអីនោះវាចេះតែចម្រើនណាហើយឲ្យសុខណាកន្លែងនេះយល់អត់បងប្អូនបើយល់ចូលរួមខមមិនច្បាស់បាទដើម្បីឲ្យខ្ញុំបានដឹងថាការបញ្យល់នេះគឺធ្វើឲ្យបងប្អូនយើងបានយល់តែបងប្អូនណាដែលមិនជឿសុំអស់រំលងទៅកុំឲ្យថាឧស្សផលនឹងបំពុលសង្គមចេះមួយចុះពីរខ្ញុំនិយាយតែសម្រាប់អ្នកជឿទេណាហើយបងប្អូនដែលមិនចូលចិត្តស្ដាប់ពាក់ព័ន្ធនឹងការលើកទឹកចិត្តដល់បងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ឋានឲ្យគាត់ឈរជើងតាមតបព្រំដែនក្នុងកិច្ចការពីបូរណភាពទឹកដីពាក់ព័ន្ធនឹងការដែលខ្ញុំបំផុសស្មារតីជាតិនិយមប្រើផលិតផលខ្មែរកសិផលខ្មែរមានបងប្អូនខ្លះគាត់ថាគ្រូឧស្សផលនឹងនិយាយនយោបាយចេះមួយចុះពីរបើមិនពេញចិត្តក៏សូមអញ្ជើញចុះព្រោះខ្ញុំនេះអត់មានពាក់ព័ន្ធនឹងនយោបាយស្អីនោះទេគ្រាន់តែជាការបំផុសស្មារតីជាតិនិយមណាឲ្យបងប្អូនយើងចូលរួមតបស្នងសងគុណលើកទឹកចិត្តដល់បងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលគាត់ឈរជើងតាមតបព្រំដែនណាក្នុងកិច្ចការពីបូរណភាពទឹកដីហើយការដែលឲ្យបងប្អូនចូលរួមប្រើផលិតផលខ្មែរកសិផលខ្មែរនេះក៏ជាចេតនាមួយចង់ឲ្យបងប្អូនណាប្រើឲ្យបានកាន់តែច្រើនណាផលិតផលយើងណាប្រទេសយើងអ្នកផលិតចឹងពេលយើងប្រើកាន់តែច្រើនអ្នកផលិតក៏ផលិតកាន់តែច្រើន
អ្នកផលិតកាន់តែច្រើនផលិតផលមានកាន់តែច្រើនទូទាំងប្រទេសគឺសម្បូរហូរហៀចឹងបងប្អូនប្រើកាន់តែច្រើននោះសេដ្ឋកិច្ចយើងនឹងរុងរឿងសេដ្ឋកិច្ចយើងរីកចម្រើនទេណាហើយពាក់ព័ន្ធនឹងការដែលខ្ញុំបានចែកវត្ថុស័ក្តិសិទ្ធិនេះគឺកុំឲ្យប្រជាជនយើងចាញ់បោករឿងទិញវត្ថុស័ក្តិសិទ្ធិទិញភាពស័ក្តិសិទ្ធិតែប៉ុណ្ណោះណាសូមបញ្ជាក់កុំឲ្យមានការយល់ច្រឡំហើយពាក់ព័ន្ធនឹងខ្ញុំបាទប្រាប់បងប្អូនយើងណាកុំទិញវត្ថុស័ក្តិសិទ្ធិគឺកុំឲ្យគាត់ចាញ់បោកណានេះខ្ញុំនិយាយចំអញ្ចឹងណាចឹងបងប្អូនយើងទាំងអស់គ្នាបាទយល់អត់បងប្អូនបើយល់ចូលរួមខមមិនច្បាស់បាទបើយល់ចូលរួមខមមិនច្បាស់ទាំងអស់គ្នាបាទបាទថ្ងៃនំដេកគោរពបាទដេកគោរពបាទឥឡូវតោះបកស្រាយបន្តទៀតអញ្ចឹងបងប្អូនស្នាមបេះដូងទាំងអស់គ្នាអញ្ចឹងយើងនិយាយពាក្យដូចខ្ញុំបាទរៀបរាប់មិនអញ្ចឹងបាទអរគុណមហោសខៃស្មារតីជាតិនិយមទាំងអស់គ្នាយើងបាញ់ទឹកអប់នៅខាងក្រោមហើយយើងដាក់កណាត់ក្រហម3ផ្នត់ហ្នឹងដាក់ពីលើមកវាក្អូបជាប់កណាត់ហើយយើងដាក់របស់ហ្នឹងនៅលើហ្នឹងប្រាប់ថាសុំឲ្យគង់សុំឲ្យគង់ណាសុំឲ្យគង់សុំឲ្យគង់ណាយើងនិយាយណាលើកដាក់ឲ្យយើងថាសុំឲ្យគង់ណាសុំឲ្យគង់ឲ្យចម្រើនឲ្យខ្ញុំសុកជារៀងរហូតអញ្ចឹងបងប្អូនដាក់ប៉ុណ្្នឹងហើយបងប្អូនកុំតណាអុចធូកអីទាំងអស់ដូចខ្ញុំបាទប្រាប់តាំងពីដើមអញ្ចឹងកុំតណាអុចធូកដាក់ចិត្តកន្លែងយើងដេកតែកុំដាក់ក្បាលតំណេកណាខ្ញុំសូមបញ្ជាក់កុំដាក់លើក្បាលតំណេកណាយើងអាចដាក់ចិត្តកន្លែងយើងដេកបានដាក់លើហឹងបានណាប៉ុន្តែធ្វើម៉េចគ្រប់ឲ្យចិត្តណាប្រយ័ត្នស្មោចស៊ីអស់អញ្ចឹងពេលដែលបងប្អូនដាក់ហើយបងប្អូនកុំតន់និយាយអីទាំងអស់និយាយតាមខ្ញុំប៉ុណ្្នឹងទៅហើយបងប្អូនគេងទៅចាំមើលយល់សពឃើញអីតែកុំចាក់កតុយលេខចាំមើលយល់សពឃើញអីបើសិនជាយល់សពឃើញគេមកប្រាប់ឈ្មោះគេចេះមួយចោពីមិនបាច់យករឿងទៅប្រាប់អ្នកណាទេណាស្ដាប់ឲ្យច្បាស់មិនបាច់យករឿងទៅប្រាប់អ្នកណាទេបងប្អូនចាប់ដើមអុចធូកតាមអ្វីដែលគេប្រាប់ឬគេអ្វីដែលគេបដាចិត្តជួនកាលគេមកបញ្យល់សពយើងហ្មងអុចធូកប្រមាណទៅសៃហៅឈ្មោះគេយ៉ាងម៉េចវាមិនដែរសុកនឹងមានឈ្មោះខ្ញុំសូមបញ្ជាក់សុកនេះវាជាទីជំរកនៃពពួកអមនុស្សស្ដាប់ឲ្យច្បាស់សុកឆ្មានេះវាជាទីជំរកនៃពពួកអមនុស្សហើយអ្វីដែលជាភាពស័ក្តិសិទ្ធិប្រកែគឺមានពពួកអមនុស្សដែលត្រូវជាមួយនឹងសុកណាគេមកនៅក្នុងហ្នឹងណាខ្ញុំបាទសូមធ្វើការបញ្យល់កន្លែងនេះដើម្បីជាចំណុចមួយបងប្អូនយើងស្ដាប់មកតង់សុកឆ្មានេះវាជាទីជំរកនៃពពួកអមនុស្សយើងឆ្អើយើងអីហើយអស់ហើយវាជាទីជំរកនៃពពួកអមនុស្សប៉ុន្តែគេមានតួអង្គគេស្រាប់ឲ្យតួអង្គហ្នឹងដោយសារផលបុណ្យគាត់សំបានប៉ុណ្ណឹងវានៅនឹងសុកហ្នឹងអញ្ចឹងវាត្រូវនៅនឹងសុកឆ្មាហ្នឹងតួអង្គខ្លះក៏នៅនឹងជាមួយនឹងកូនក្រក់ឆ្មាណាដូចថាឆ្មាហ្នឹងវាឲ្យកូនយើងណាដូចថាកូនហ្នឹងវាកើតចេញមកវាងាប់អីចឹងទៅណាហើយមេវាហៅឲ្យយើងមកទទួលកូនក្រក់ហ្នឹងប៉ុន្តែខ្ញុំអត់សុំអត់និយាយរឿងកូនក្រក់ឆ្មាទេបាទណាខ្ញុំនិយាយរឿងសុកសិនណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងណាពាក់ព័ន្ធជាមួយនឹងស្អីពាក់ព័ន្ធជាមួយនឹងសុកឆ្មាដែលបងប្អូនដាក់ហ្នឹងសុកឆ្មាសបល់3សុកឆ្មាធម្មតាអត់ធ្វើចឹងទេណាសុកឆ្មាធម្មតាអត់ធ្វើចឹងទេតិចធ្វើតាមខ្ញុំស្រាប់តែទៅជារឿងអីណាផ្សេងអាហ្នឹងខ្ញុំអត់ដឹងទេណាអញ្ចឹងបើគេមកប្រាប់យើងអុចធូបប្រមាណតសៃលឹកឈ្មោះគេមិនបងប្អូនមិនបាច់5អ្នកណាគេប្រើខ្លួនឯងអុចធូបខ្លួនឯងនិយាយជាមួយគេខ្លួនឯងចាំដល់ពេលយើងផ្ទេទៅឲ្យកូនយើងចាំយើងយ៉ាងម៉េចណាអញ្ចឹងពាក់ព័ន្ធនឹងការដែលគេមកប្រាប់យើងអុចធូបមិនអីធ្វើតាមគេទៅមិនបាច់ជឿអ្នកណាទេតួអង្គគេប្រាប់យើងហើយប៉ុន្តែអ្វីដែលគួរតមបំផុតតើជាអ្វីមានតមដែរតាមពិតវាមិនតំណមអីទេប៉ុន្តែគ្រាន់តែថាគុំធ្វើបាទអរគុណបងឡាយតារាដោយក្តីគោរពណាជូនពរឥឡូវបងប្អូនចង់ដឹងអត់បើចង់ដឹងចូលរួមខមមិនម្នាក់មួយខមមិនពាក្យថាពីរួនណាស់ទាំងអស់គ្នាណាបងប្អូនណោះឥឡូវចង់ដឹងអត់ចុះអ្វីដែលជាតំណមខ្ញុំថាតំណមតែមិនតាមពិតវាមិនមែនជាតំណមទេតែគុំធ្វើឲ្យសោះបើធ្វើឲ្យស្ដាយក្រោយអានឹងក៏គុំបន្ទោសខ្ញុំឥឡូវបងប្អូនចង់ដឹងអត់បើចង់ដឹងចូលរួមខមមិនពីរួនណាស់ទាំងអស់គ្នាស្នាមបេះដូងទាំងអស់គ្នាស្នាមដៃទាំងអស់គ្នា share ទាំងអស់គ្នាបងប្អូនចូលរួមបាទខ្ញុំសប្បាយចិត្តដែរបងប្អូនពេលដែលខ្ញុំទាញ Facebook បាទអរគុណបងភ្លីឡានដីពេលដែលខ្ញុំទាញ Facebook ទៅខ្ញុំឃើញមានផលិតផលខ្មែរយើងមានត្រីខកំប៉ុងណាខ្មែរយើងផលិតណាឃើញមានអាប្រដាប់លុញឃ្លៀកឃើញមានសាប៊ូដោះមុខមានស្អីណាច្រើនណាខ្ញុំឃើញច្រើនណាបាទមានអាស្អីព្រេងខ្ចងមានទឹកស្អ៊ីវមានអីឃើញមានច្រើនបាទខ្ញុំសប្បាយចិត្តណាអញ្ចឹងខ្មែរយើងធ្វើបានហើយខ្មែរយើងផលិតបានហើយគ្រប់គ្រងផលិតផលខ្មែរយើងណាបងប្អូនបាទណាកុំឲ្យគេ deal យើងថាក្រកន្លះប្រទេសណាបងប្អូនចូលរួមទាំងអស់គ្នាបាទចូលរួមទាំងអស់គ្នាបាទតសេដ្ឋកិច្ចយើងរុងរឿងរីកចម្រើនហើយផលិតផលយើងមានពូពីហើយណា
អ្វីវានឹងល្អទាំងអស់គ្នាហើយណាបងប្អូនចូលរួមបាទអញ្ចឹងបងប្អូនចង់ដឹងអត់បើចង់ដឹងចូលរួម comment ពីរួនណាទាំងអស់គ្នាស្ដាប់បេះដូងទាំងអស់គ្នាបងប្អូនថាអ៊ីលគ្រូដូចសប្បាយចិត្តម៉េះសប្បាយចិត្តណាបើមិនមានអ្វីប្រែប្រួលទេប្រហែលជាអាចដើរលេងនៅក្នុងខែហ្នឹងណាបើសិនជាអត់មានអីប្រែប្រួលបាទខានដើរលេងយូរដែរហើយបាទបងអ៊ំទូអត់បានទៅណាផងនៅផ្ទះបាទដល់អញ្ចឹងគិតថាចង់ដើរលេងម្ដងប៉ុន្តែបើសិនមិនមានអ្វីប្រែប្រួលទេអាហ្នឹងទៅបាទតែបើសិនជានៅតាមបន្ទាត់ព្រំដែនមានស្អីនោះអាហ្នឹងចាំមើលបន្តទៀតណាតាមដានបងប្អូនតាមដានព័ត៌មានខ្លួនឯងណាឥឡូវខ្ញុំបាទចាប់ដើមបកស្រាយបន្តទៀតអ្វីដែលជាតំណមតាមពិតមិនមែនតំណមទេតែគ្រាន់តែថាបងប្អូនគុំធ្វើគឺទី1សុកឆ្មានេះដាច់ខាតគុំបាញ់ទឹកអប់ឲ្យជោគជាំតិចមួយថ្ងៃបាញ់3ដងបាញ់ឈីតហើយស្អែកឡើងបាញ់ឈីតទៀតបាញ់ទៅវារីកណាបាទទោះបីជាយើងក្រៀមក៏ដោយតែបើត្រូវទឹកអប់ច្រើនពេកវានឹងរីកបាទអរគុណបងសេងសុភាវានឹងរីកហើយចៃដន្យបងប្អូនណាចាប់កាន់ឡើងមកបើថារីកដាច់ខូចខាតអានឹងចប់ហើយព្រោះអីព្រោះសុកឆ្មានេះគឺជាទីជម្រកនៃពពួកអមនុស្សបើវាលហែកដាច់ពីគ្នាទៅហើយគឺចប់ហើយលោកគ្រូខ្ញុំមានសុកឆ្មាដែរបាទរក្សាទុកឲ្យស្រួលតែកុំបាញ់ទឹកអប់លឿណាសុកចិត្តមិនមកណាបាទសុកចិត្តមិនមកបងប្អូនមានប្រអប់ដូចខ្ញុំបាទជម្រាបមិញអញ្ចឹងបងប្អូនមានប្រអប់បងប្អូនអាចបាញ់ទឹកអប់នៅលើប្រអប់ហ្នឹងបាញ់លើប្រអប់ហ្នឹងទៅវាសើមកកន្លែងប្រអប់ហ្នឹងយើងដាក់កណាត់ក្រហមពីលើណាយើងដាក់កណាត់ក្រហមពីលើអញ្ចឹងអាកណាត់ក្រហមនេះវាសើមជាមួយនឹងទឹកអប់ហ្នឹងវាក្អូបស្រាប់ហើយតែកុំបាញ់លើសុកឆ្មាហ្នឹងព្រោះថាអ្នកខ្លះគាត់បាញ់ឡើងជោគបាទដល់បាញ់យូរទៅអាហ្នឹងវាសើមហ៊ីកណាអញ្ចឹងពេលដែលវាសើមហ៊ីកឲ្យតែវាដាច់ពីគ្នាអីចប់ហើយជាពិសេសបើសិនជាសុកឆ្មាសបល់3វិញស្ដាយក្រោយណាស្ដាយក្រោយអញ្ចឹងខ្ញុំសូមធ្វើការបញ្យល់ឲ្យខ្លីៗប៉ុណ្ណឹងខ្ញុំនឹងបញ្យល់ទៀតចុះបើសិនជាយើងប្រើយូរទៅឃើញសាក់សុទ្ធល្អតែយើងស្រឡាញ់កូនយើងចង់ឲ្យកូនយើងតើធ្វើយ៉ាងណាធ្វើយ៉ាងម៉េចចង់ដឹងអត់កន្លែងនេះណាអានេះខ្ញុំជួយដាក់ជាសំណួរឲ្យបងប្អូននេះឥឡូវបងប្អូនចង់ដឹងអត់បើចង់ដឹងសូមចូលរួម comment ពាក្យថាជក់ចិត្តណាស់ទាំងអស់គ្នាឥឡូវចង់ដឹងអត់តែបើអត់ comment ទេបាទបកស្រាយរឿងសមមិញបន្តទៀតរឿងអីរឿងកំបិតបុរាណប្រកបទៅដោយវិញ្ញាណតៃហោងបងប្អូនហើយតាមដានលោកគ្រូណាសូម្បីតែចូលបន្ទប់ទឹកណាក៏ខ្ញុំកាន់ចូលដែរណាអញ្ចឹងគ្រាន់តែខមមិនពាក្យថាជក់ចិត្តណាស់អញ្ចឹងខមមិនភ្លាមបងប្អូនថាលោកគ្រូចូលចិត្តរកការងារពួកខ្ញុំធ្វើម៉េះកុំអោយអ្នកលក់វត្ថុស័ក្តិសិទ្ធិគេថាអុយផលនឹងពុលទឹកមាត់និយាយតែម្នាក់ឯងអត់ទេអត់មានអីដែលត្រូវពុលទឹកមាត់ទេព្រោះមានបងប្អូនឆ្លើយឆ្លងជាមួយខ្ញុំណាដោយក្តីសប្បាយរីករាយអរគុណដល់បងដាលីនសុខនដែលបានជូនខ្ញុំ$15ទុកសម្រាប់ទីអីហូបបាទអរគុណច្រើនណាស់យេសើចចង់ហៀទឹកភ្នែកសុំកូនកសែងទូចមុនមកបាទសប្បាយបាទជក់ចិត្តណាស់ហើយចូលរួម share ទាំងអស់គ្នាណាចុះបើសិនជាយើងប្រើយូរទៅយើងចង់ឲ្យកូនយើងណាឲ្យមានវត្ថុស័ក្តិសិទ្ធិតាមខ្លួនតើគួរធ្វើម៉េចបើចង់ដឹងចូលរួម comment ម្នាក់មួយជក់ចិត្តខ្លាំងណាស់បាទជូតភ្នែកតិចសិនបាទជាស្រ័យណាសើចឡើងហៀទឹកភ្នែកហ្មងបាទអូបងប្អូនយើងខមមិនច្រើនណាបាទឥឡូវឈប់ចាំបន្តិចបាទបាទតោះបកស្រាយបន្តទៀតពាក់ព័ន្ធជាមួយនឹងសុកឆ្មាសបល់3ពេលដែលធ្វើកិច្ចវិធីតាមខ្ញុំហើយយកទៅដូចថាគេឲ្យធូបមិនឲ្យតាមគេទៅណាឬក៏គេថាមានតំណមអីអានឹងតាមគេទៅហើយកុំប្រាប់អ្នកណាគេណាកុំប្រាប់ពីរបៀបអុជធូបកុំប្រាប់ពីឈ្មោះអីណាគឺទុកប្រើហើយ
มันបាច់យកទៅឲ្យគ្រូណាអីណាធ្វើកិច្ចពិធីទៀតទេណាជាពិសេសអត់ត្រូវយករឿងអុជធូបប្រមាណតសៃយកឈ្មោះនឹងទៅប្រាប់គ្រូទេណាប្រយ័ត្នគេខាបយកទៅអស់ណាហើយចាំថ្ងៃក្រោយខ្ញុំនឹងបកស្រាយអ្ហ្មិចបានគេខាបយកទៅបានលោកគ្រូអានឹងចាំពេលក្រោយអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយបន្តទៀតដូចថាឥឡូវយើងប្រើទៅវាចេះតែសំប្រកបអញ្ចឹងដល់ទៅពេលយើងចង់ឲ្យកូនយើងមួយណាដូចថាឥឡូវកូនមាន5នាក់ធម្មតាទីការស្រឡាញ់វាតែតែមានលំអៀងតិចតួចអញ្ចឹងបើស្រឡាញ់កូនបងឬស្រឡាញ់កូនពៅបើថាកូនបងឲ្យកូនបងមកកូនពៅឲ្យកូនពៅប៉ុន្តែអត់ប្រាប់កូនបងអត់ប្រាប់កូនទីប្រមាណទេបើថាឲ្យកូនពៅប្រាប់ពីអ្វីដែលបងប្អូនបានដឹងពីតួអង្គណាកូនពៅនេះថាអ្នកកូនឯងអុជធូបប្រមាណតសៃណាអ្នកឪប្រាប់អ្នកប៉ុណ្ណេះហើយឈ្មោះគេឈ្មោះនេះដឹកប៉ុណ្ណេះហើយនៅពេលសែននៅគេកូនឯងសែនដាក់អានេះណាអ្នកចេះហើយហាមប្រាប់គេហើយបើសិនជាកូនឯងស្រឡាញ់កូនណាបន្តទៀតចង់ឲ្យកូនណាបន្តទៀតចាំប្រាប់គេណាអញ្ចឹងខ្ញុំសូមធ្វើការបញ្យល់ឲ្យខ្លីៗប៉ុណ្ណឹងដើម្បីកុំឲ្យខាត់ពេលវេលាបកស្រាយអីផ្សេងបន្តទៀតអញ្ចឹងបងប្អូនយើងទាំងអស់គ្នាអ្វីដែលខ្ញុំបានបកស្រាយយល់ហើយឬនៅយល់ហើយឬនៅបងប្អូនបើយល់ហើយច្បាស់ហើយទទួលបានហើយចូលរួមខមមិនតន់ហើយទាំងអស់គ្នាម្នាក់មួយណាចូលរួមខមមិនតន់ហើយទាំងអស់គ្នាម្នាក់មួយស្នាមបេះដូងទាំងអស់គ្នាស្នាមមេដៃទាំងអស់គ្នាហើយចូលរួមបន្តការshareទាំងអស់គ្នាបាទចូលរួមបន្តការshareទាំងអស់គ្នាលោកគ្រូដាក់បន្តោងពាក់បានទេអូកុំដាក់បន្តោងអីបងកុំដាក់បន្តោងចេះបើបងចង់ដាក់ខ្ញុំខំប្រាប់ឯណាមាន2យ៉ាងទី1បងអាចដាក់នៅកប៉ៅអាវបានតែហាមដាក់កប៉ៅខោណាអរគុណបងឡាយកំឈែណាខ្ញុំសូមបញ្ជាក់ឲ្យច្បាស់បើបងដាក់បានកប៉ៅអាវអត់ធ្វើបន្តោងពាក់អង្គឯងណាអត់ធ្វើបន្តោងពាក់អង្គប៉ះពាល់គ្រូកំណើតមិនគ្រូកំណើតខ្លាចទេតែជាការមួយដែលប៉ះពាល់ដល់គ្រូកំណើតដែលថែអាសាយើងណាបងអាចដាក់នៅកប៉ៅអាវឬក៏បងអាចណាទាញដាក់ដូចថាឥឡូវយើងយកថង់ក្រហមយើងចេញទៅណាយើងយកថង់ក្រហមមកចាប់ដាក់ជូនថង់ក្រហមបងអាចដាក់កប៉ៅអាវក៏បានឬក៏បងចងនៅចកេះណាដាក់កប៉ៅអាវបានឬក៏បងចងនៅចកេះប៉ុន្តែចងចកេះគេលុយយើងទៅនុយវាអាក្រក់មើលអីបងណាបើយើងចងចកេះគេលុយទៅនុយបើអត់ទៅនុយអត់អីទេអត់ទៅនុយយើងដាក់បានប៉ុន្តែខ្លាចរបូតបងប្អូនអាចដាក់នៅក្នុងកាបូបបានកបូបនឹងស្ពាយជាប់ខ្លួនណាស្ពាយជាប់ខ្លួនតែអត់អាចដាក់កប៉ៅខោបានទេណាអត់អាចដាក់កប៉ៅខោបានទេមិនមែនតណមទេតែកុំដាក់ណាកុំដាក់អញ្ចឹងខ្ញុំសូមធ្វើការបកស្រាយដូចខ្លីៗបាទឥឡូវបងប្អូនយើងបាទសូមបញ្ជាក់ណាអត់មានលក់ទេណាគុំខមមិនសួររឿងលក់អីណាបាទប្រយ័ត្នខ្ញុំស្ដីឲ្យបាទខ្ញុំមកអាក្រក់ផងអត់លក់ទេអត់ជីវទេអត់ដាក់ដេញថ្លៃទេអត់មានឲ្យបងប្អូនមកទទួលវត្ថុស័ក្តិសិទ្ធិហើយដាក់លុយតាមសទ្ធាអីណាប្រកបបជាអត់ទេហើយអត់មានឲ្យបងប្អូនចូលលុយសាងវត្ថុស័ក្តិសិទ្ធិទេណាបជាតែចង់ដឹងថាបងប្អូនណាខ្លះដែលចង់បានព្រះមុនីឥសីទ្រង់សមាធិខ្ញុំបាទធ្វើកិច្ចពិធីឲ្យអស់ហើយបាទពិនិត្យមើលបាទមានកម្មពាក់នឹងកពុកមាត់អូស្អាតសក់វែងណាអូសក់ណែសក់ដូចឧសផលអញ្ចឹងនេះបងប្អូនណាសក់វែងដូចខ្ញុំអញ្ចឹងបាទនេះបាទសាំងអំពីដើមដៃខ្លាមិនភ្លុកមិនសម្រាប់សัตว์ទេណាបងប្អូនណាខ្លះដែលចង់បានខមមិនពាក្យថាស្រឡាញ់ខមមិនរូបបេះដូងក៏បានរូបមេដៃក៏បានរូបជំរាបសួរក៏បានហើយបើខ្ញុំបាទតាមដានឃើញថាបងប្អូនជាអ្នកជឿជាអ្នកគ្រប់ពិតប្រាកដឆាតជូនបងប្អូនដែលបងប្អូនមិនចាំបាច់ចំណាយលុយមិនចាំបាច់ចំណាយអ្វីទាំងអស់ហើយអរគុណដល់បងប្រុសដាលីនសុខនដែលបានជូនខ្ញុំ$15ណាទុកសម្រាប់ទិញអីហូបអរគុណជាណែកសម្រាប់ការដែលបងប្អូនស្រឡាញ់គាំទ្ររហូតដល់ថ្នាក់ចិញ្ចឹមបាទទីចូលគ្រូបានលុយមកពីណាបានលុយមកពីណាសាងវត្ថុស័ក្តិសិទ្ធិចែកជូនបងប្អូនណាដោយណាមិនលក់មិនជាវមិនដេញថ្លៃអត់ទេវត្ថុស័ក្តិសិទ្ធិសូមបញ្ជាក់អត់មានយកមកដាក់លក់ដាក់ជាវដាក់ដេញថ្លៃណាអត់ទេសូមបញ្ជាក់បើវត្ថុស័ក្តិសិទ្ធិយកមកដាក់លក់ដាក់ជាវដាក់ដេញថ្លៃបានតាមតខាងតវត្ថុស័ក្តិសិទ្ធិម៉ែវាអ្នកបង្កើតម៉ែវាណាម៉ែពូជបោកផ្លោកជាប់សัตว์ដែលឆានខ្មោចសឹងកលយុកកពូថោកពូថោកបោកតែខ្មែរគ្នាឯងចូលគ្រូបានលុយមកពីណាខ្ញុំថាមិនបាច់បារម្ភពីខ្ញុំទេឲ្យបានលុយមកពីណាបងប្អូនដែលជា friend ខ្ញុំគាត់ដឹងហើយមានគេឧបត្ថម្ភពីក្រោយមែនមានអ្នកណាគេគឺប្រជាជនណាបងប្អូនគាត់
បាទរួមជាមួយនឹងក្រុមកូនសិស្សខ្ញុំណាបង្កើតក្រុមមួយគេហៅថាក្រុមសាងវត្ថុស័ក្តិសិទ្ធិណាបាទបងប្អូនខ្លះគាត់ចំណាយលុយកាក់បងប្អូនខ្លះចំណាយទាំងលុយកាក់ឲ្យចំណាយទាំងពេលវេលាចំណាយទាំងកម្លាំងទៀតណាបាទសាងណាដូចថាឥឡូវដើមដៃខ្លាណាទៅទិញពីណាមកយកមកអញ្ចឹងទៅណាហើយអ្នកឆ្លាក់ណាអ្នកឆ្លាក់ក៏មានអ្នកឆ្លាក់ផ្សេងទៅប៉ុន្តែបាទសិទ្ធិតែក្រុមការងាររបស់ក្រុមសាងវត្ថុស័ក្តិសិទ្ធិហើយបាទហើយយ៉ាងម៉េចបាទប្រជាជនដែលគាត់ស្រឡាញ់ខ្ញុំគ្រប់គ្រងខ្ញុំគាត់ស្រឡាញ់រហូតដល់ថ្នាក់ចិញ្ចឹមគាត់ជូនលុយកាក់ខ្ញុំណាខ្ញុំហូបមិនអស់ខ្ញុំក៏បាទយកទៅសាងសង់ណាបន្តជូនបងប្អូនណាបាទអញ្ចឹងបាច់ឆ្ងល់សួរថាអីសង្ស័យមានអ្នកនៅពីក្រោយខ្នងអីណាគេចាំអីណាអ្នកនៅក្រោយខ្នងប្រជាជនណានិយាយច្បាស់បាទនិយាយច្បាស់អត់មានអីត្រូវលាក់លៀមទេហើយបើអ្នកខ្លះថាអីលោកគ្រូឯងរោស៊ីលក់ដូរអីទេអត់ទេចង់ដឹងមកដាក់តង់មួយដេកនៅមុខដីអាស្រមដីចាំមើលឧបផលណាចេញទៅណាខ្លះបើថាមិនអស់ចិត្តខ្ញុំទៅណាទៅតាមបាទអញ្ចឹងបងប្អូនឥឡូវបើស្រឡាញ់ឲ្យចូលរួម share ទាំងអស់គ្នាតោះចូលរួមបើស្រឡាញ់ឲ្យចូលរួម share ទាំងអស់គ្នាបងប្អូន share ចូល account អ្នកមួយបងប្អូនមានគ្រប់ម៉ាន share អស់បើពេញចិត្ត like page ចុច follow ចុច share ហើយចូលរួម review ទាំងអស់គ្នាឥឡូវបកស្រាយរឿងពីសំមិញបន្តបងប្អូនចង់អត់ចង់ឲ្យបកស្រាយបន្តពីរឿងសំមិញអត់ណាចង់អត់បងប្អូនចង់ឲ្យខ្ញុំបាទបកស្រាយរឿងសំមិញបន្តអត់រឿងកំបិតបុរាណកំបិតបុរាណមានវិញ្ញាណតៃហោងបងប្អូនថាអីលោកគ្រូចេះទៀនរឿងទៀតមានអីទេបាទនិយាយតែពីរឿងចំណេះដឹងពិតប្រាកដហ្នឹងវាមិនខ្វះទេណាឡាយ100ឆ្នាំទៀតក៏វាមិនអស់ដែរបាទឲ្យតែយើងចេះពិតប្រាកដយើងនិយាយបានទេខ្លាចតែយើងអត់ចេះណានិយាយមួយម៉ាត់អង្គុយនឹក5ម៉ោងអីនោះបាទព្រោះរឿងពិតគឺអត់មានចាំបាច់អីណាប្រឌិតនឹកគិតនឹកអីណាទេយើងនិយាយតែតាមដំណើរសាច់រឿងពិតយើងទៅឥឡូវបងប្អូនចង់អត់បើចង់ចូលរួមខមមិនចង់ណាស់ទាំងអស់គ្នាម្នាក់មួយបើចង់ឲ្យបន្តរឿងស៊ីសំបាញ់ចូលរួមខមមិនចង់ណាស់ទាំងអស់គ្នាម្នាក់មួយទាំងអស់គ្នាស្នាមបេះដូងទាំងអស់គ្នាស្នាមដៃទាំងអស់គ្នាសៀបាទហើយខ្ញុំបាទបកស្រាយខ្លីៗថ្ងៃនេះបាទព្រោះបកស្រាយវិញអត់បាទអត់តន់ទេព្រោះម៉ោងដូចសល់តែ7នាទីបាទដូចសល់តែ7នាទីបាទឥឡូវបងប្អូនទាំងអស់គ្នាចូលរួម share ទាំងអស់គ្នាហើយបងប្អូនដែលចង់ចូលរួម comment ចង់ហើយបើចង់ឲ្យចូលរួម share ហើយបងប្អូនដែលអត់តន់ review page ចូលរួម review page បាទអរគុណច្រើនណាបងប្អូនយើងចង់តែហ្មងឲ្យតែនិយាយចង់គឺចង់តែហ្មងឥឡូវសូមធ្វើការបកស្រាយខ្លីៗបន្តពីសំមិញខ្ញុំបាននិយាយពីរឿងកំបិតសិលមុនវិជាការជាកំបិតអាគមតែជាកំបិតបុរាណដែលមានវិញ្ញាណតៃហោងណាវិញ្ញាណតៃហោងហ្នឹងមានវិញ្ញាណព្រាយអាគម8និងស្ដេចព្រាយ1ហើយនឹងមានបរិវារជាព្រាយតៃហោងដែរតែសិតតែជាគ្រូអាគមណាសិតតែជាគ្រូអាគមហើយគ្រូអាគមនេះបានខ្លាយជាបរិវារនៃពពួកព្រាយអាគមទាំង8ហើយយ៉ាងម៉េចហើយក៏បានសន្ធិដ្ឋនៅក្នុងកំបិតអាគមណាបងប្អូនសាមិញឲ្យខ្ញុំបាទលើកថាបញ្ញាក្អែក7ជូនេះជាកំបិតអាគមបងប្អូនសាមិញណាបងប្អូនណាដែលអត់បានមើលការ live អាចចូលមើលការ live សាមិញបន្តណាបាទលោកគ្រូចង់ឲ្យគេមើលនឹងបានលុយពីក្នុង Facebook នឹងមិនមែនអត់ទេ Facebook ខ្ញុំអត់មាន live ឲ្យបានលុយពី Facebook ទេណាបាទព្រោះខ្ញុំអត់មានដាក់អីណាប្រព័ន្ធអីណា live បានអ្នកមើលប៉ុណ្ណេះបានលុយចេះចោះអត់ទេបាទ live ធម្មតាកុំឲ្យថាគ្រូ live ហ្នឹងដើម្បីឲ្យគេមើលច្រើនទៅដើម្បីបានលុយអីណាអត់ទេបាទអញ្ចឹងសមមិញខ្ញុំបានលើកឲ្យបងប្អូនអាចចូលមើលវីដេអូការ live សមមិញអញ្ចឹងសមមិញខ្ញុំបាននិយាយថាបញ្ញាក្អែក7ជូហ្នឹងបញ្ញាក្អែក7ជូនេះវែងនេះគឺចាត់ទុកថាជាដាវអាគមបុរាណខ្លីនេះចាត់ទុកថាជាកំបិតអីជាកំបិតអាគមបុរាណដែលមានវិញ្ញាណតៃហោងអញ្ចឹងសមមិញខ្ញុំបាននិយាយឲ្យបងប្អូនណាខ្លះនៅចាំចូលរួមខមមិនចាំសមមិញខ្ញុំនិយាយថាពេលដែលគេធ្វើឲ្យបានស័ក្តិសិទ្ធិគឺគេឲ្យទៅសទ្ធិដែលមានលុយកាក់ច្រើនដែលគាត់បានឲ្យគ្រូធ្វើនៅកិច្ចពិធីកំបិតអាគមគាត់អ
chân cừu để bị thưa ban sắm rách chụp chơi hơi cừu có ao cầm bật nâng từ thấy nè bàn tay cừu ao nở còn pi bay nè bong ôn nạc lan này chấm ti mùi cừ vị chia bằng crab và bộ bình nhiên tay hậu ai bằng crab tiếng pria cùng ní ai bằng crab tiếng sạch pria nè đại chỉ pria thùng group krong pria tiếng bằng bảy hai đường miền bò và pria bằng crab chân cái miếng copy nó sắm ráp sốt bằng crab và to pi bằng crab cứ miếng copy mũi tiết cứ sắm ráp bánh chia cho thưa ấy thử cho thưa nông nè cho thưa bờ mình snap cứ copy mũi tiết cứ copy toàn là cam đã toàn là cam thưa bà ao chư chọc chạp nè ao chư chọc chạp nè chân bẹ pon được bàn hỏi sẽ thấy nó có pra chỉ riêng là hồ tự đo na được tự đo na cứ pra ấy pra vì nhiên tay hậu nữa ôi thưa ấy ta mặt na ôi miên rất ôi miêm na ôi cái khai ôi cái chăn chram nên na trong thưa ấy cứ bộ pri nó cà pi sẽ thấy nâng hay sẽ thấy nâng bật ha trong ôi cà pi krom cru sa nâng pri nâng đạch ha thở cà pi krom cru sa nâng cứ snap bom snap đã toàn là cảm nè bom snap đã toàn là cảm hơi bịa pon nâng ca đại bộ pri ní khai để chỉ pri đại sản thật nó không có bật bồ ran nâng chẳng biết là thật nó có bật bồ ran nâng ạ cứ pra to tầm no pi thấy đó cô thấy cô thấy đó chơi to còn tay bom ôn thở chăm à vây cả đôi vì mình tiền toát vì mình thật thê tí ba chúng cà phê kha ai đang đặt bụi bây giờ lấy thấy nó quạt co nè cho nó ăn trong khối tới đo côn quạt tới đặt bụi lên miên côn miên ấy chẳng tới chân cả bật đi có tới chỉ còn bật bồ ran đại ọt miên là không krong cứ chỉ đường cột này còn pi bánh chia tới ban bát bong pi mà chấm nón tới mà chấm nón lư cỏ chun cá bát chun cá ai miên ca lẹ côn trái ở đây côn trái phở khai côn trái cút krong ọt bàn miên bánh hàพวกบัดนี้ก็อาจทุยตกบกมันได้ปัจจัยอัดเฮียนจมวยนั่งตะโกสะไทยนั่งตีเอาแต่ตะโกสะไทยนั่งคือดังกรุบสมอกมาจวดนะจังเปียปอนจมวยนั่งปีมาตำนออาจนั่งดัดปูสะไทยนั่งกอมปีก็บัดบ้องนะเตียงกอมปีบัญชีเตียงกอมปีบังครับเตียงกอมปีcái hai thàดัดตอนละคำจังเตยจีคำบัดมวยได้อดมีนาคมกระโดงบางจังไปได้คลายจากกบฏมวยได้โบราณได้มีวิญญาณไตเขาอดมีนาคมโครงบ้านกึ่งนังคลายแต่จีละบอมวยได้มันนึกโจจัดวัตถุโบราณน้องพิติงน้องขี้ดันไถหรือก็กะในมวยเทียดอาจนังเชียนตลอดอย่างไรเชียนตลอดปรีนั่งอะเวียสันดอมผู้จุ่มเลี้ยงปรีปากกายคลางมาพอดคือสันดอมhơi bậc cây một con sần đom tiền hàng cái ai sần đom tiền không nhiều sọt chẳng bị khát sần đom dưới nè ao những mình ao chọn bàn đúng không và man các bạn này tam rô thứ mấy tam rô cả bật nè đứa có khơi cả bật nè hơi sần đom ấy thở tọ đánh clay bàn chẳng đọc bị đánh clay bàn hơi bà phụ bị nhiên tay hậu nâng đây sần đom dương này dương tinh vô chỗ tí ha chọn bàn là vô chỗ vì đừng non bánh hạ đọc cầm cru xa non bánh hạ đọc cầm cru xa chứ mấy ai nâng miền ca slap bát bong ở dụ chỉ vật ai nâng khai từ chia tia score pri nè tia score pri nâng tao đó phụ pri đi sao ta sạch pri sao ta pri cùng chân dương đi cứ đó ấy là bỏ nâng kháng á khoảng trong căn phim spuk mục mong hơi chơi khai nè cùng chờ lắm đó việc cứ chỉ đường muối đại dương khai chỉ tia score bỏ kia bờ là bò nâng xạ spana cái đó bởi dương căn nè cứ ở đây thì khuôn dương này khuôn dương ta đáy thì ở miền e na căn hơi từ chỉ xây ra ở thì đôi chỉ công khai tay hồng bắt ở con bông sim screen đôi chỉ công khai tay hồng miền bong mà nèนี่คือบาททรอปgìปลาบองโป้này quạt vô mà pẹ quạt thà quạt pẹ hơi quạt lòng cũng nhanh khuôn chơi trong thật xe trong thật ấy khi tham mình men chỉ đường là o thì còn tại bẹ pon chỉ mùi nè ca đại ban khẩn bật nâng chụp tia hơi ai khai thì chia tia score pri
អាចនឹងឈានរហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតមកគ្រួសារក៏មានដែរបងប្អូនចង់ខ្ញុំបានរៀបរាប់រឿងនឹងអត់បើចង់ចូលរួមខមមិនចុះពេលណាទើបពួកព្រាយនឹងរួចខ្លួនលោកគ្រូខមមិនល្អណាខមមិនល្អឥឡូវបងប្អូនចង់ខ្ញុំបានបកស្រាយអត់ខ្ញុំនឹងបកស្រាយតាមក្រោយបងតែបណ្ឌិតណាពេលណាដែលព្រាយនឹងរួចខ្លួនឥឡូវបងប្អូនចង់ដឹងអត់បើចង់ចូលរួមខមមិនសប្បាយក្នុងការស្ដាប់បានការងារចុចទៀតឥឡូវបងប្អូនឥឡូវបើចង់ខ្ញុំបានបកស្រាយចូលរួមខមមិនសប្បាយក្នុងការស្ដាប់ម្នាក់មួយស្នាមបេះដូងទាំងអស់គ្នាស្នាមម្ដាយទាំងអស់គ្នាចូលរួមបន្តការសៀចុះពេលណាបានវារួចខ្លួនបកស្រាយខ្លីបងប្អូនស្ដាប់អត់យល់ទេចាំខ្ញុំបកស្រាយឲ្យលំអិតណាអាចមកប្រធានបទនោះណាដូចនេះគ្រប់បងលៀងឥឡូវបើចង់ដឹងចូលរួមខមមិនសប្បាយក្នុងការស្ដាប់តែបើអត់ចង់ដឹងទេមិនបាច់ខមមិនទេហើយក៏អត់បកស្រាយដែរបងប្អូនថាអត់ទេត្រូវតែខមមិនបាទអញ្ចឹងបងប្អូនចូលរួមខមមិនពាក្យថាសប្បាយក្នុងការស្ដាប់ម្នាក់មួយស្នាមបេះដូងទាំងអស់គ្នាស្នាមដៃទាំងអស់គ្នាសៀហើយបងប្អូនយើងទាំងអស់គ្នាចូលរួមណាបងប្អូនគ្រប់ត្រូលជារៀងរហូតនៅក្នុងការប្រើផលិតផលខ្មែរយើងកសិផលខ្មែរយើងបងប្អូនចូលរួមប្រើផលិតផលខ្មែរយើងបាទបើថាឥឡូវចង់ទិញណាមីខ្មែររបស់យើងចង់ទិញទឹកត្រីខ្មែរយើងធ្វើបានពាក់ព័ន្ធនឹងផលិតផលផ្សេងបងប្អូនទៅមើលទៅឃើញមានហើយណាគេដាក់អក្សរខ្មែរមានលេខកូដប្រទេសមានអីហ្នឹងមើលទៅណារៀបរាប់អស់ទេប្រេងកាឡាប្រេងខ្យល់អីខ្មែរយើងធ្វើបានអស់ទាំងអស់ណាថ្ងៃមុនខ្ញុំបើកដូចជា Facebook ឃើញមានធ្វើក្អីក្អីជ័រធ្វើបានតែខ្លួនឯងទៀតស្អាតណាហើយមាំណាហើយមានចានមានអីបាទអូបងប្អូនយើងខមមិនច្រើនណាសប្បាយក្នុងការស្ដាប់ប៉ុន្តែបងប្អូនខ្ញុំនឹងបកស្រាយជូនបងប្អូនកុំបារម្ភតែរឿងដែលគួរឲ្យសោកស្ដាយដល់ម៉ោងបាត់ទៅហើយបងប្អូនថាប្រកាច់យកមើលទៅជួតចិត្តណាដល់ម៉ោងបាត់ម៉ោងនេះបាទម៉ោងនេះរំខានមែនរំខានអីបើម៉ោងនេះដាក់នៅខាងមុខនេះបាទនាឡិកានេះបងប្អូននេះដាក់នាឡិកានៅមុខអញ្ចឹងទៅដល់ម៉ោងបងប្អូនថាចប់បាត់ហើយអញ្ចឹងខមមិនសើចម្នាក់មួយបាទអរគុណច្រើនស្អែកនឹងធ្វើការបកស្រាយចុះពេលណាពពួកព្រាយនឹងរួចខ្លួនស្អែកចាំបកស្រាយចុះធ្វើម៉េចបានពពួកព្រាយនឹងរួចខ្លួនពេលណាចុះពេលដែលយកចូលទៅដល់ផ្ទះខ្លាចជាទាសកព្រាយនឹងខ្លាយរបៀបម៉េចហើយអាចនឹងស្លាប់បាត់បង់មកគ្រួសារនឹងស្លាប់របៀបម៉េចគឺជារឿងមួយមិនធម្មតាទេបងប្អូនអញ្ចឹងអរគុណណាស់សម្រាប់ការដែលបងប្អូនតាមដានតាមរយៈកញ្ចក់អេក្រង់ទូរស័ព្ទអត់ជួយទៅណាសោះបញ្ញូនៅតែឡើងហើយអរគុណបងប្អូនដែលបានចូលមកទស្សនាហើយបានជឿចេញទៅវិញអរគុណបងប្អូនដែលពេលខ្ញុំឡាយចប់ចូលមកតាមដានទស្សនាបន្តបាទអញ្ចឹងជូនពរសំណាងល្អទាំងអស់គ្នាហើយអរគុណបងប្អូនយើងដែលតាមដានតាមរយៈកញ្ចក់អេក្រង់ទូរស័ព្ទហើយអរគុណទៅដល់បងប្រុសដាលីនសុកហនដែលបានជូនខ្ញុំ$15ណាទុកសម្រាប់ទិញអីហូបដល់ពេលវេលាហើយដោយក្តីគោរពដោយក្តីស្រឡាញ់ដោយមនោសញ្ចេតនានិងការរាប់អានដ៏កក់ក្ដៅជ្រៅកលែងជូនពរបងប្អូនខ្មែរទូទាំងពិភពលោកជាទីគោរពជាទីស្នេហាហេទាំងអស់គ្នាសំណាងល្អបងប្អូនមិនចង់ឃ្លាតទេតែដល់វេលាហើយឃ្លាតគ្នាទាំងញញឹមតែកុំភ្លេចណាស្ទាយហោរាសាលោកគ្រូសផលមុំឃ្លាតគ្នាទៅបងប្អូនណោះសុខបិណ្ឌល្អទាំងអស់គ្នា